Mike Chamadol បញ្ជាការកងកម្លាំងរួមរវាងកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកបានរកឃើញថាកូរ៉េខាងជើងកំពុងត្រៀមបាញ់មីស៊ីលអន្តរជាតិមួយទៅកាន់ភាគខាងត្បូងភ្លាមនោះកងទ័ពអាមេរិកបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកលាក់ខ្លួន B2 ចេញដំណើរប្រសិនបើកូរ៉េខាងជើងហ៊ានចាប់ផ្ដើមសង្គ្រាមយន្តហោះ B2 នឹងទម្លាក់គ្រាប់បែកលើទីក្រុងចុងយ៉ាងភ្លាមដើម្បីទប់ស្កាត់ការបាញ់មីស៊ីលកូរ៉េខាងត្បូងបានដាក់ពង្រាយយន្តហោះចម្បាំងគំនើបបំផុតរបស់ខ្លួនគឺ TA-50 និង F-15K ដែលបានហោះចូលទៅកាន់ដែនអាកាសកូរ៉េខាងជើងយ៉ាងលឿនប៉ុន្តែភ្លាមនោះយន្តហោះ MiG-29 មួយបានលេចចេញពីកន្លែងមិនរំពឹងទុកហើយបាញ់មីស៊ីលអាកាស O-27 សម្ដៅទៅលើ F-15K អ្នកបើករងហោះកូរ៉េខាងត្បូងបានបង្វិលយន្តហោះយ៉ាងរហ័សហើយបាញ់មីស៊ីលតបតវិញដោយសារជំនាញដ៏ខ្ពស់អ្នកបើកទាំងពីរអាចគេចផុតពីការវាយប្រហាររបស់គ្នាទៅវិញទៅមកហើយបានចូលរួមក្នុងការប្រយុទ្ធតាមអាកាសយ៉ាងស្វិតស្វាញអ្នកបើកយន្តហោះកូរ៉េខាងត្បូងបានហោះឡើងបញ្ឈរដើម្បីជិះជំកិច្ចពី MiG-29 ប៉ុន្តែអ្នកបើកយន្តហោះកូរ៉េខាងត្បូងបានមិញកំភ្លើង30មីលីម៉ែត្រទៅលើ F-15K ដោយគ្មានការស្ទាក់ស្ទើរទោះជាយ៉ាងណានៅពេលលឿនកើនឡើងម៉ាស៊ីនរបស់ MiG-29 ស្លាប់តែរលត់ពេលឃើញឱកាស F-15K បានប្រើហ្វាំងអាកាសបត់បន្ទាន់ហើយបាញ់កំភ្លើង Vulcan M61 ដែលអាចបាញ់បាន9000គ្រាប់ក្នុងនាទីធ្វើឲ្យ MiG-29 រងការខូចខាតយ៉ាងធ្ងន់បន្ទាប់មកអ្នកបើកយន្តហោះរួចបាញ់មីស៊ីលអាកាសមួយទៀតបំផ្លាញ MiG-29 ទាំងស្រុងនៅផ្នែកមួយទៀត TA-50 បានទៅដល់តំបន់ដែលមីស៊ីលត្រូវបាញ់ចេញប៉ុន្តែមុនពេលវាទម្លាក់គ្រាប់បែកមីស៊ីលការពារអាកាស2គ្រាប់បានបាញ់ចេញពីដីសម្ដៅមកលើវាអ្នកបើកយន្តហោះបានបង្កើនល្បឿនអតិបរមាហើយអាចគេចផុតពីមីស៊ីលទាំងនោះធ្វើឲ្យវាហោះទៅបុកភ្នំប៉ុន្តែភ្លាមបន្ទាប់មកមីស៊ីលប្រឆាំងយន្តហោះប្រភេទស្វែងរកកម្ដៅ2គ្រាប់ទៀតត្រូវបានបាញ់ចេញពីដី TA-50 បានបញ្ចេញភ្លើងបោកបញ្ឆោត flares ភ្លាមដើម្បីរំខានមីស៊ីលវាអាចបំផ្ទុះមីស៊ីលមួយគ្រាប់បានប៉ុន្តែមីស៊ីលមួយទៀតនៅតែបន្តតាមប្រមាញ់វាយ៉ាងជិតស្និទ្ធដោយសារមីស៊ីលប្រភេទនេះតាមរកកម្ដៅពីបំពង់ផ្សែងរបស់យន្តហោះវាពិបាកគេចខ្លាំងណាស់នៅពេលនោះមីស៊ីលអន្តរជាតិរបស់កូរ៉េខាងជើងបានបញ្ចូលប្រេងរួចរាល់ហើយចិត្តនឹងបាញ់ចេញហើយភ្លាម TA-50 បានបត់ហើយធ្លាក់ចុះយ៉ាងលឿនទៅរកគោលដៅកាំភ្លើងប្រឆាំងយន្តហោះរបស់សត្រូវបាញ់មកវាមិនឈប់នៅក្នុងស្ថានភាពចលាចលនោះអ្នកបើកយន្តហោះបានបាញ់មីស៊ីលអាកាសដី AGM-65 មួយគ្រាប់ប៉ុន្តែវាខកខានគោលដៅមីស៊ីលស្វែងរកកម្ដៅនៅតែតាមពីក្រោយដូច្នេះអ្នកបើកយន្តហោះបានសម្រេចចិត្តប្រើក្បាច់ដ៏គ្រោះថ្នាក់មួយគាត់បានបង្កើនល្បឿនហោះឡើងបញ្ឈរហើយស្រាប់តែបិទម៉ាស៊ីនដោយសារបាត់បង់ប្រភពកម្ដៅមីស៊ីលបានហោះហួសយន្តហោះទៅ TA-50 បានធ្លាក់ចុះម្ដងទៀតហើយបន្ទាប់ពីចាប់គោលដៅបានវាបានបាញ់មីស៊ីលអាកាសដីមួយទៀតដែលបំផ្លាញមីស៊ីលអន្តរជាតិបានដោយជោគជ័យធ្វើឲ្យផែនការរបស់កូរ៉េខាងជើងបរាជ័យនៅមូលដ្ឋានកូរ៉េខាងត្បូងមេបញ្ជាការមានអារម្មណ៍រីករាយយ៉ាងខ្លាំងព្រោះបានទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែរប៉ុន្តែភ្លាមនោះមីស៊ីលស្វែងរកកម្ដៅដែលគេគិតថាបានគេចស្រាប់តែចាប់សញ្ញា TA-50 ម្ដងទៀតហើយហោះសម្ដៅមកកាន់វាក្នុងល្បឿនដ៏លឿនអ្នកបើកយន្តហោះបានដឹងខ្លួនហើយព្យាយាមបង្កើនល្បឿននិងបង្វិលយន្តហោះយ៉ាងខ្លាំងដើម្បីគេចពីមីស៊ីលទោះជាយ៉ាងណាមីស៊ីលដែលហោះក្នុងល្បឿន Mach 3.5 ទីបំផុតបានបុក TA-50 យន្តហោះចម្បាំងដែលខូចខាតយ៉ាងធ្ងន់ធ្ងរនិងបញ្ចេញផ្សែងខ្មៅក្រៅបានធ្លាក់ចូលសមុទ្រដោយផ្ទាល់